នេះជារឿងពិតរបស់ខ្ញុំដែលខ្ញុំកំពុងតែធ្វើលំហាត់នៅក្នុងថ្នាក់តែម្នាក់ឯងសិស្សសាលាទាំងអស់បានចេញពីរៀនមុនខ្ញុំក៏បានព្យាយាមធ្វើលំហាត់ឲ្យរួចដើម្បីថ្ងៃស្អែកជាថ្ងៃសម្រាកក្នុងថ្ងៃនោះខ្ញុំនៅក្នុងថ្នាក់តែម្នាក់ឯងខ្ញុំមិនចេះខ្លាចអ្វីនោះទេថ្ងៃនោះខ្ញុំក៏បានធ្វើលំហាត់រួចខ្ញុំក៏បានចាក់ចេញពីសាលាធ្វើដំណើរស្មើជើងដោយសារតែថ្ងៃនោះម៉ូតូរបស់ខ្ញុំគឺមិនបានយកមកនោះទេទេសភាពនៅតាមវាលស្រែពោពេញដោយស្រស់ស្អាតល្ងាចខ្ទង់ម៉ោង 6 ជាងហើយខ្ញុំក៏បានដើរតែម្នាក់ឯងនៅតាមវាលស្រែមានអារម្មណ៍សប្បាយចិត្តយ៉ាងខ្លាំងពេលដែលខ្ញុំធ្វើលំហាត់រួចដាក់លើតុអ្នកគ្រូខ្ញុំដើរចុះដើរឡើងរហូតដល់ពេលចូលកន្លែងព្រៃមួយដែលផ្លូវទៅផ្ទះរបស់ខ្ញុំមានអារម្មណ៍ថាប្លែកអារម្មណ៍ដូចជាមានអ្វីមួយកំពុងតែដើរនៅពីក្រោយខ្ញុំឮសំឡេងក្រហមខ្ញុំស្មានតែជើងខ្លាអ្វីផ្សេងខ្ញុំព្យាយាមមើលស្នាមជើងគីឡូមានសត្វអ្វីចលែកស្រួលខ្ញុំរន់ប៉ុន្តែផ្លូវដែលខ្ញុំកំពុងតែដើរនេះគឺជាផ្លូវកាត់ផ្លូវវាងទៅផ្ទះរបស់ខ្ញុំដែលផ្លូវនេះខ្ញុំមិនដែលបានជិះម៉ូតូកាត់នោះឡើយខ្ញុំមានអារម្មណ៍ថាឮសំឡេងគេហៅបថោខ្ញុំងាកទៅឃើញនារីស្លៀកពាក់កៅអៅពណ៌ក្រហមរត់ដេញតាមខ្ញុំភ័យយ៉ាងខ្លាំងនេះមិនមែនជាមនុស្សនោះឡើយខ្ញុំមិននឹកស្មានថាពេលនេះខ្ញុំជួបរឿងរ៉ាវអាក្រក់នោះទេខ្ញុំរត់បណ្ដាងាកមើលក្រោយបណ្ដាឃើញតែនារីស្លៀកពាក់កៅអៅពណ៌ក្រហមរត់តាមខ្ញុំរហូតខ្ញុំភ័យយ៉ាងខ្លាំងជួយផងណាក៏បានដែរអូយមិនដែរជួបទេហើយមិនក៏មានខ្មោចនៅទីនេះហើយម៉ែអើជួយកូនផងខ្មោចលោកចេញឯរបស់ខ្ញុំរត់សឹងតែមិនរួចទៅហើយពេលនោះស្រមោលពណ៌ក្រហមបានលេចលឺចេញពីក្រោយខ្ញុំម្ដងទៀតជួយផងខ្មោចហើយជួយផងខ្ញុំមិនដឹងនោះទេថាខ្មោចនោះចង់បានអ្វីពីខ្ញុំភ័យខ្លាចយ៉ាងខ្លាំងខ្ញុំក៏ព្យាយាមរត់យ៉ាងលឿនជួយផងមកតាមទៀតពេលនោះខ្ញុំកំពុងតែរត់ស្រាប់តែជំពប់ជើងដួលនៅទីកន្លែងព្រៃនោះហើយក៏បានសន្លប់បាត់បង់ស្មារតីពេលនោះខ្ញុំក៏បានក្រោកពីសន្លប់ភ្ញាក់មកគឺខ្ញុំនៅកន្លែងព្រៃមួយទៀតខ្ញុំសន្លប់មួយយប់ពេលនោះខ្ញុំក៏បានព្យាយាមក្រោកទៅផ្ទះខ្ញុំវិញប៉ុន្តែខ្ញុំឃើញស្រមោលអ្វីមួយកំពុងតែឈរនៅពីមុខខ្ញុំភ័យយ៉ាងខ្លាំងខ្ញុំក៏បានចាក់ចេញពីព្រៃនោះដើម្បីត្រឡប់ទៅផ្ទះរបស់ខ្ញុំ